កាលពីព្រេងនាយមានបុរសពីរនាក់បានសាងកុសលជាមួយគ្នាលុះបុរសទាំងពីរស្លាប់ទៅបុរសម្នាក់បានកើតទៅជាព្រះឥន្ទ្របុរសម្នាក់ទៀតទៅកើតជាបុរសកំសត់មានប្រពន្ធក៏លំបាកណាស់រកស៊ីនេសាទដាក់លុបយកត្រីជារបរចិញ្ចឹមជីវិតគ្រាមួយព្រះឥន្ទ្របានបើកព្រះនេត្រទិព្វមកឃើញបុរសនោះលំបាកវេទនាយ៉ាងដូចនេះមានសេចក្តីអាណិតអាសូរយ៉ាងខ្លាំងវេលាយប់ព្រះឥន្ទ្រយកមាស3ដុំទៅដាក់ក្នុងលបុរសនោះលុះព្រឹកឡើងបុរសនោះទៅលើកបឃើញមាសមិនស្គាល់ជាមាសសម្គាល់ថាជាថ្មក៏ចោលទៅក្នុងទឹកហើយដាក់លបទៅក្នុងទឹកវិញបុរសបានមកមើលលបទៀតគំរប់3ដងព្រះឥន្ទ្រយកមាសដាក់ក្នុងលបដូចមុនទៀតបុរសឃើញដូចនោះនឹកខឹងក៏ចងមាស3ដុំនោះពន់យកទៅធ្វើជាថ្មជើងក្រានដាំបាយប្រពន្ធបុរសមិនស្គាល់មាសក៏យកដុំមាសនោះទៅធ្វើជាថ្មជើងក្រានតាមបង្គាប់ប្តីក្រោយនោះមានព្រះរាជអាជ្ញាមកទាពន្ធគាត់មើលឃើញដុំមាសដែលបុរសនោះធ្វើជាថ្មជើងក្រានក៏ឲ្យបុរសយកមាសទាំង3ដុំនោះមកបង់ពន្ធដែលជំពាក់រាជការបុរសនឹកអរណាស់ក៏ព្រមប្រគល់ថ្មជើងក្រានទាំង3ដុំនោះទៅឲ្យព្រះរាជអាជ្ញាភ្លាមលុះព្រះរាជអាជ្ញាបានដុំមាសពីបុរសនោះហើយក៏យកមួយដុំទៅថ្វាយព្រះមហាក្សត្រព្រះអង្គទ្រង់សាកសួរពីហេតុដែលបានមាសមកនោះព្រះរាជអាជ្ញាក៏ទូលតាមដំណើរស្ដេចទ្រង់ជ្រាបដូចនេះទ្រង់ឲ្យហៅបុរសនោះទៅសាកសួរបុរសក្រាបទូលថាមាសរបស់ទូលព្រះបង្គំ3ដុំបានជូនមកព្រះរាជអាជ្ញាហើយស្ដេចឲ្យទារយកមាស2ដុំទៀតពីព្រះរាជអាជ្ញានោះហើយទ្រង់បង្គាប់ឲ្យបុរសនោះរកមាសមកថ្វាយព្រះអង្គថែមទៀតបុរសនោះក្រាបទូលថារកមាសពុំបានទៀតទេស្ដេចទ្រង់ឲ្យយកបុរសនោះទៅឃុំព្រឹកឡើងនាយតម្រួតប្រើបុរសនោះឲ្យធ្វើការដោយមានការជាស្ដីផងលុះជ្រាបដល់ស្ដេចទ្រង់ឲ្យហៅបុរសនោះមកសួរពីហេតុដែលធ្វើឲ្យមានការទាស់ចិត្តនាយតម្រួតបុរសនោះក្រាបទូលថាទូលព្រះបង្គំមានសេចក្តីតប់ប្រមល់នៅក្នុងខ្លួនខ្លាំងណាស់ស្ដេចក៏មានព្រះបន្ទូលថាបើដូចនេះត្រូវចៅឯងរកសត្វតប់ប្រមល់នោះមកឲ្យអញបើឯងរកពុំបានទេអញនឹងឲ្យគេសម្លាប់ឯងក្នុងគ្រានេះបុរសឮដូចនោះក៏ភ័យគិតថាមុខជាស្លាប់ហើយគ្រានេះមិនដឹងជាទៅរកសត្វតប់ប្រមល់ឯណាទេតែមិនហ៊ានប្រកែកដោយខ្លាចអំណាចស្ដេចក៏ក្រាបបង្គំលាស្ដេចដើរចេញទៅដោយបំណងថានឹងដើរឲ្យស្លាប់ក្នុងព្រៃលុះដើរចូលព្រៃឆ្ងាយទៅព្រះឥន្ទ្របើកព្រះនេត្រទិព្វមកឃើញបុរសនោះមានសេចក្តីវេទនាលំបាកដូចនោះក៏និម្មិតជាអាស្រមមួយនៅខាងមុខទីដែលបុរសដើរទៅហើយព្រះអង្គកាឡាខ្លួនធ្វើជាព្រះមហាឥសីបុរសមើលទៅឃើញអាស្រមដូចនោះក៏មានចិត្តត្រេកអរដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះឥសីសួរថាចៅមានហេតុអ្វីបុរសនោះទូលឥសីតាមដំណើរដែលស្ដេចឲ្យរកសត្វតប់ប្រមល់យកទៅថ្វាយឥសីថាចៅកុំព្រួយរួចឥសីបានយកបំពង់ពុកមួយមកសែកមុនវិជាសិល្បសាស្ត្រកើតជាខ្លាសឹងដំរីពស់រមាសសុទ្ធតែជាសត្វសាហាវទាំងអស់ហើយឥសីសែកជប់បង្រួញសត្វទាំងនោះច្រកក្នុងបំពង់ពុកប្រគល់បំពង់ពុកនោះឲ្យទៅបុរសរួចផ្ដាំថាឲ្យយកទៅថ្វាយស្ដេចប៉ុន្តែមុននឹងបើកឆ្នុកឲ្យស្ដេចប្រមូលរាជវង្សានុវង្សមកជួបជុំហើយបិទទ្វារវាំងឲ្យជិតសឹមបើកផ្ទុកមើលព្រោះសត្វនោះរត់រហ័សណាស់លុះបុរសនោះទទួលបណ្ដាឥសីស្រេចហើយក៏នាំយកសត្វដែលច្រកក្នុងបំពង់ពុកទៅថ្វាយស្ដេចដោយក្រាបទូលថាទូលព្រះបង្គំរកសត្វតប់ប្រមល់បានហើយនៅក្នុងបំពង់នេះហើយក៏ទូលតាមដំណើរដែលឥសីផ្ដាំមកស្ដេចឲ្យប្រមូលរាជវង្សានុវង្សមកជួបជុំរួចទ្រង់ចាត់ការបិទទ្វារវាំងទ្រង់ឲ្យអាមាត្យឲ្យបើកឆ្នុកបំពង់ពុកនោះខ្លាដំរីសឹងរមាសពស់ក៏ចេញពីបំពង់ពុកមកខំស្ដេចនិងព្រះរាជវង្សានុវង្សនោះដល់នៅមរណភាពអស់ទៅក្រោយមកពួកអ្នកអង្គរឃើញបុរសមានឫទ្ធានុភាពដូចនេះក៏រៀបអភិសេកបុរសនោះឲ្យឡើងសោយរាជសម្បត្តិជាព្រះមហាក្សត្រក្នុងគោនោះទៅសត្វទាំងឡាយក៏លាព្រះរាជាអង្គនោះចូលទៅនៅព្រៃវិញហើយផ្ដាំថាបើព្រះអង្គមានភ័យឬមានការអ្វីគ្រាន់តែនឹកដល់ពួកយើងនឹងមកជួយយកអាសាជាតារាប